ឆាកទី6មនុស្សដដែលថែមកម្មករសុកត្រីមានគង់ចុះអាពួកអស់ទាំងនេះទៅណាមកមកចោលការយីពួកអានេះការនៅនឹងដៃវិហ៊ានដែលចោលការគង់បាននិយាយថាពួកខ្ញុំលឺសូមានការជជែកខ្លាំងពេកហាក់ដូចជាមានរឿងអ្វីបានជាបបួលគ្នាមកមើលយីទៅនាំគ្នាទៅធ្វើការវិញភ្លាមទៅត្រីបាននិយាយកាត់បាទសួរសុកទុកលោកបងហំបន្តិចសិនយីអាឯងអស់នេះវាឡើងចាងទាំងអស់គ្នាហើយអញនិយាយអ្វីក៏គ្មានអ្នកណាស្ដាប់ដែរឥឡូវបើដណ្ដើមតែធំទាំងអស់បានអ្នកណាធ្វើកូលីហើយបានអ្នកណាធ្វើតកែឬមួយអាឯងអស់នេះដូចជាពួកកូលីអាទៀតមួយថ្ងៃគ្មានធ្វើការអីសោះជំនុំតែគ្នាគិតតែពីគិតបះបោដំឡើងប្រាក់ខែអញប្រាប់ឯងមុនធ្វើជាមួយថៅកែណាអញមិនដឹងទេតែបើធ្វើជាមួយអញមិនបានជាដាច់ខាតកើតមកជាមនុស្សក្នុងសង្គមវាតែងតែមានឋានៈខ្ពស់ទាបជាធម្មតាតាមចង្វាក់តាក់តែងមកចុះបើយើងចេះតែបះបោចង់ស្មើមុខដូចគ្នានេះតើបានអ្នកណាធ្វើមេអ្នកណាធ្វើកូនស្ដាប់បានទេអាសុកអាមានសុកគាត់ឆ្លើយបាទព្រះបាទម្ចាស់អាត្រីអាគង់ក៏និយាយថាមិនយល់មិនដឹងជាថៅកែចង់ថាអ្វីទេបាញ់មិញនេះហើយទៅអាមនុស្សមិនយល់នៅតែមិនយល់ដដែលនេះឯងកម្មករទាំងអស់រៀបទៅផានិតបានកាក់កុំអាលអញ្ជើញទៅបងប្អូនទាំងអស់គ្នាខាត់ការមួយព្រឹកចោះថ្ងៃនេះចាំជួយស្ដាប់ជួយលឺរឿងប្រហមផងអាផានិតអាណាធ្វើស្អីឯងថៅកែឯងនឹងធ្វើខ្ញុំមកធ្វើឲ្យខ្ញុំឈួតចិត្តលើមនុស្សដែលឃើញតែពីលុយពីមានរស់សពថ្ងៃរស់សម្រាប់តែគិតធ្វើម៉េចបើកលុយឲ្យហើយក្នុងការគិតនេះគ្មានគិតល្អជាងទេគិតតែពីរោគល្បិចអយុត្តិធម៌លេងស្និទ្ធអាក្រក់គ្រប់យ៉ាងតាំងពីប្រើល្បិចតាំងពីប្រើវិធីសោកប៉ាន់វិធីគៀងមនុស្សឲ្យចូលដៃជាមួយខ្លួនរហូតធ្វើឲ្យក្រុមការសម្លាប់មនុស្សដែលអាចខ្លាចទៅជាចម្បាំងចក្រពត្តិគ្រប់យ៉ាងដើម្បីឲ្យតែបានលុយច្រើនជាងគេអាផានិតចេញពីផ្ទះអញឲ្យឆាប់ខ្ញុំចោទតកែឯងពេញទីថាជាចោលជាន់ខ្ពស់ព្រោះចេះបន្លំហើយពិតជាចោលដល់អាក្រក់ជាងចោលទៀតផងខ្ញុំចោទតកែឯងថាជាមនុស្សសម្លាប់មនុស្សដូចជាសម្លាប់3នាក់ក្នុងការបុកឡានពីម្សិលមិនមែនអញទេគឺអាហំមិនមានពួកហំទេគឺថៅកែឯងជួលពួកហំឲ្យប្រព្រឹត្តបទអក្រិតនោះដល់ពួកហំធ្វើហើយមិនព្រមឲ្យ 10000 រៀលទៅគាត់ទៀតនេះហើយសេចក្តីពិតបងចូលដឹងបងមានបងសុកបងគង់បងត្រីជួយស្ដាប់ជួយលឺថៅកែយើងជាថៅកែចិត្តចោលប្លន់តែទាំងអស់គ្នាទេអញមិនមែនជាចោលទេខ្យានជួយអញផងអាមានអាគង់អាសុកអាត្រីបើពួកគិញមកសួររឿងអ្វីតោងឯងជួយអញផងចាំអញឲ្យលុយពួកហំគាត់ឆ្លើយថាណែអ្នកទាំង4យើងជឿថាឯងទាំងអស់គ្នាបានភ្លឺភ្នែកខ្លះហើយថាខែនេះគ្មាននឹកអាណិតយើងស្រឡាញ់យើងដោយសម្ដីតែនិយាយនោះទេគិតតែពីប្រើយើងដើម្បីយកញើសឈាមយើងទៅពូតឲ្យបានជាលុយជួនកាលបោកយើងដូចជាបានបោកអញជាផោះតាងស្រាប់លុះអំណាចចង់ចំណេញខ្លាំងពេកថៅកែមិនញញើតនឹងប្រើវិធីអមនុស្សឡើយពួកនេះគ្មានចេះស្នេហាជាតិដល់បន្តិចនោះទេមាតុភូមិរបស់គេគឺលុយនេះឯងពេលស្ដាប់ហើយនាងយ៉ានក៏លន់មាត់ពុទ្ធោអើយលោកថៅកែក៏បន្តអា4នេះឯងគ្មានដឹងលឺអ្វីទេណាបើគេសួរចាំអញគិតឲ្យម្នាក់500រៀលលុយ500ចាយតែមួយផ្លេតអស់ហើយបើសេចក្តីយុត្តិធម៌បើយើងយកមកដាក់ក្នុងខ្លួនបានហើយមិនចេះសាបសូន្យនោះទេទាំង4នាក់ត្រូវពិចារណាឲ្យមែនតើណាសេចក្តីយុត្តិធម៌មានតែឈ្មោះទេក្នុងโลกនេះគ្មាននរណាប្រព្រឹត្តសេចក្តីយុត្តិធម៌បានឡើយពីព្រោះជាក់ស្ដែងណាជាមួយនឹងការពិតគឺវាគ្មានសេចក្តីយុត្តិធម៌ទេជនមួយពួកចេះតែមានរបៀបយល់លើសេចក្តីយុត្តិធម៌ប្លែកៗគ្នាយុត្តិធម៌របស់មួយក្រុមខុសនឹងយុត្តិធម៌របស់មួយក្រុមទៀតទាំងពីរក្រុមធ្វើអំពើផ្ទុយគ្នាស្រឡះតែក្រុមនីមួយសុទ្ធតែប្រកាសខ្លួនថាខ្លួនធ្វើតាមសេចក្តីយុត្តិធម៌ទាំងអស់ដូចនេះទីបំផុតគឺមានតែលុយទេដែលអាចធ្វើជាអាញាកណ្ដាលកាត់សេចក្តីជជែកនៅលើសេចក្តីយុត្តិធម៌ឬក៏អយុត្តិធម៌យកលុយវិញទៅអា4នាក់អញឲ្យម្នាក់1000រៀលបើឯងឆ្លើយថាមិនបានដឹងមិនបានឮរឿងអ្វីនោះទេ
ផានិតបានឆ្លើយបងទាំង4កុំឲ្យគេយកទឹកលុយមកទិញទឹកចិត្តយើងបានកុំធ្វើជាមនុស្សសម្បកសុកចិត្តលក់គំនិតឲ្យគេអស់នៅតែសម្បកខ្លួនសម្រាប់ធ្វើការជាអាយ៉ងចាក់ថ្លុកទៅតាមគេញាក់ឲ្យកម្លាំងលុយពូហំបានបន្តមិត្តទាំង4ពេលនេះថៅកែត្រូវការឯងគេថាឲ្យឯងម្នាក់1000រៀលដល់គេផុតត្រូវការឯងគេអាចប្រើស្និតមួយកាច់ឯងម្នាក់ជាង1000រៀលវិញផងពីព្រោះមនុស្សនេះគ្មានជឿលើសេចក្តីយុត្តិធម៌លើអំពើល្អខ្ពស់ទាបឡើយមីងយ៉ានបានបន្តបន្ថែមវាហើយខ្ញុំទៅតែដឹងរឿងថៅកែយើងចោលតើជាមនុស្សអាក្រក់ណាស់ថៅកែនិយាយតែម្នាក់ឯងនៅទីបំផុតខ្ញុំនៅតែម្នាក់ឯងទេដឹងទេដូចនេះមិនកើតទេអញយកលុយអញចេញទាំងអស់ឲ្យតែអញបានបាក់ពួកគ្រាន់ធ្វើជាគ្នាកុំឲ្យចិត្តអញកំព្រាពេកអាមានអញឲ្យឯង3000ឯងអាចធ្វើដូចម្ដេចមានហាក់ស្ទាក់ស្ទើរតកែចោះអសក់ហ៎ពូហំគេប្រើស្និតបំបីគ្នាយើងហើយយើងត្រូវចងគ្នាជាបាច់វិញឲ្យបានទើបផ្ដួលពួកជិះជាន់មនុស្សបានពូសុកណាហើយលុយដែលថៅកែបំរុងឲ្យពួកខ្ញុំថៅកែវេទៅឲ្យលោកបងផងចោះពូហំទេអាសុកអញមិនព្រមយកលុយនេះទៀតទេអញសុកចិត្តឲ្យវងត្រកូលអញស្លាប់ចោះដើម្បីសេចក្តីពិតផ្ទុះឡើងរួចទើបបានដឹងឮគ្រប់គ្នារកផ្លូវដោះស្រាយឲ្យបានច្រើនអញមិនខ្ជិលឲ្យឯងដែរលុយអញមានអញសុកចិត្តដុតចោលផានិតកាត់លោកអើយជួយស្ដាប់ពីរោះណាមានលុយស៊ូដុតចោលត្រង់អ្នកក្រមិនព្រមជួយថៅកែចង់រត់ចេញនៅជជែកជាមួយឯងអស់នេះមិនបានជាការសោះពូហំពួកយើងស្ទាក់កុំឲ្យចេញរួចហុំថៅកែចាត់ចោលនៃទុនទុច្ចរិតនេះឲ្យជាប់ទាំងអស់គ្នាធ្វើតាមកម្មករទាំង4ធ្វើដោយញញើតញញើមថៅកែណាហើយអា4នាក់អញនិយាយជាចង់បង្ហើយចោះអាសុក10000អាត្រី10000អាគង់10000មាន10000ថៅកែហ៊ានឲ្យ10000នោះអញឲ្យ10000មានអើយលួយបានដោយសំណោក្តៅក្រហាយមានឯងយកទៅទុកក៏ទុកជាមិនបានយូរដែរលុយរកបានដោយងាយចាយក៏ងាយប្រហែលជាមានឯងយកទៅលេងល្បែងចាញ់អស់ផងមើលទៅចុះដល់អស់លុយនោះទៅមានឯងធ្វើយ៉ាងដូចម្ដេចទៅទៀតក្រៅពីនឹកស្ដាយថាអញបានបានក្បត់មិត្តដូចអ្នកក្រដូចគ្នានេះរពឹងលើថៅកែគេមិនមែនជួយឯងមួយជីវិតទេគេមើលឃើញតែអ្នកមានលុយដូចគ្នា3-4នាក់តែប៉ុណ្ណោះគង់និយាយថាមែនពួកយើងកុំចាញ់បោកថៅកែកុំចាញ់បោកអាពួកនីទុនមូលធនដែលជាឆ្លើងជញ្ជក់ឈាមអាកយើងជិះជាន់យើងបឺតញើសបឺតឈាមរបស់យើងគ្រប់ពេលវេលាយើងត្រូវចេះរួមគ្នាពួតដៃចងសាមគ្គីឲ្យស្អិតរមួតហើយពុះពៀរកសខ្មៅឲ្យទាល់តែឃើញត្រីនិយាយបន្តអាគង់និយាយត្រូវខ្ញុំមិនព្រមយកលុយ10000របស់ថៅកែដើម្បីឲ្យមិត្តអ្នកក្រដូចគ្នាស្លាប់ដោយអយុត្តិធម៌ទេផានិតបន្តថាបងគង់បងត្រីនិយាយត្រូវណាស់ខ្លួនខ្ញុំក៏សុំចូលដៃជាមួយនឹងពួកបងដែរយើងទាំងអស់គ្នាតោងរួមដៃគ្នាចង្អុលមុខចោលឲ្យចំចោលជាន់ខ្ពស់ដែលចេះប្រើវិធីនិងគ្រឿងរាប់មិនអស់សម្រាប់បំផ្លាញសង្គមខ្មែរសង្គមមនុស្សចោលបែបនេះខ្លាំងជាងចោលធម្មតាដែលលួចឬប្លន់ឯកជនព្រោះចោលលួចប្លន់ហត់ឈាមខ្មែរគ្រប់គ្នាដោយប្រើវិធីបន្លំបំបត្តិសោកប៉ាន់និងអំពើអយុត្តិធម៌ច្រើនទៀតចោលនេះជាចោលប្លន់ជាតិព្រោះជាចោលបែបនេះមិនខ្លាចនឹងចូលដៃនឹងបរទេសលក់ជាតិខ្មែរដើម្បីខ្លួនបានចំណេញឡើយ